បើសិនជាមានឱកាសរៀបចំនៅប្រទេសយើងគឺយើងនឹងមានឱកាសចំណេញបានការផ្សព្វផ្សាយឲ្យបរទេសគាត់ស្គាល់ពីប្រទេសយើងបាទហើយមួយទៀតគឺយើងអាចបង្ហាញទៅប្រទេសជិតខាងយើងថាប្រទេសកម្ពុជាយើងបាទអាចធ្វើជាម្ចាស់ផ្ទះកម្មវិធី International មួយដែលមានស្តង់ដារបាននិយាយទៅសម្រាប់កម្មវិធីបន្ទាប់ពីសប្រាគឺយើងនឹងមានកម្មវិធីថ្មីបន្តទៀតបងបាទហើយធានាថានឹងមានអ្វីពិសេសហើយនឹងធ្វើឲ្យប្រទេសជាតិយើងមានមោទនភាពបាទអាចថាប្រហើមនេះអាចនឹងមានអត្ថន័យថានឹងរៀបចំកម្មវិធីប្រកួតនៅអន្តរជាតិនៅក្នុងខ្មែរមែនទេចំណុចហ្នឹងបើសិនជាមានឱកាសហើយមានលទ្ធភាពគឺខ្ញុំបាននឹងធ្វើបាទនិយាយតែឥឡូវយើងកំពុងតែសិក្សាដែរបងហើយយើងក៏កំពុងតែរកដៃគូដែលគាត់ចង់សហការជាមួយយើងដើម្បីយើងអាចធ្វើកម្មវិធីមួយ International បានបាទសប្បាយចិត្តដែលឃើញបេក្ខភាពយើងគាត់អាចអភិវឌ្ឍខ្លួនពេលដែលគាត់ចាប់ទៅគឺទោះជាគាត់បានជាប់ឬមិនជាប់តែគាត់បានចំណេះជំនាញទៅវិញណាបងបាទឥឡូវហ្នឹងគឺមានខាងផលិតករខាងអីផ្សេងៗគឺគាត់តាក់ទងមកបដាឲ្យបងបាទសម្បីតែបេក្ខភាពយើងខ្លះដែលគាត់កំពុងតែប្រកួតហ្នឹងក៏គាត់មានទទួលការងារក្រៅបដាឲ្យបងបាទបេក្ខភាព International Cambodia 2025មានឱកាសសាងភាពលេចធ្លោកាន់តែខ្លាំងខណៈអ្នកគ្រប់គ្រងបង្ហាប់ក្តីស្រមៃធំមួយសួរបងប្អូនទាំងអស់គ្នាស្គីនីឥឡូវមានការបញ្ចុះតម្លៃមហាសែនពិសេសមែនទែនជាពិសេសណាមានការប្រម៉ូសិនឆ្លងឆ្នាំទិញស្គីនីមួយថែមស្លៃជូនមុខ Elsa មួយដែលអត់ថ្លៃហើយហ្វ្រីសេវាដឹកទូទាំងប្រទេសធានាជូនបងប្អូនយកទៅប្រើអត់ត្រូវដូរលេខវិញចាខ្ល้ายជាវេទិកាប្រកួតសម្រស់ធំនិងលេចធ្លោនៅកម្ពុជាជាមួយនឹងបេក្ខភាពដែលពោពេញដោយសមត្ថភាពរូបសម្រស់ Me and Mr Supranational Cambodia 2025កំពុងតែធ្វើឲ្យមហាជនពិសេសអ្នកតាមដានវិស័យកញ្ញាឯកពិនិត្យផ្ទៀងយ៉ាងយកចិត្តទុកដាក់បេក្ខភាពក៏កាន់តែបង្ហាញភាពលេចធ្លោរបស់ខ្លួនលើសមត្ថភាពក្រោមការដាក់វិញ្ញាសាជាច្រើនបន្តទាំងកម្មវិធីក៏ទទួលបានការកោតសរសើរថាជាលើកដំបូងដែលកម្មវិធីប្រកួតសម្រស់នៅកម្ពុជាអាចសម្រេចផលិតកម្មវិធីនានាដោយគុណភាពគួរឲ្យជក់ចិត្តដិតអារម្មណ៍ពោលគឺមិនចាញ់កម្មវិធីប្រកួតនៅបណ្ដាប្រទេសជិតខាងដែលមានបទពិសោធន៍យូរឆ្នាំនោះទេបង្ហាញពីមោទនភាពគ្រាដែលកម្មវិធីនេះបានមកដល់វគ្គបង្ហាញម៉ូដមួយដែលមានឈ្មោះថា Supra Rock The Runway Fashion Show 2025ក្រោមការច្នៃប្រឌិតរបស់អ្នកជំនាញម៉ូដសម្លៀកបំពាក់នៅកម្ពុជាមកពីប្រទេសវៀតណាមនិងកូនខ្មែរកម្ពុជាក្រោមផងដែរជាមោទនភាពដែលសម្រេចបានដោយការពង្រឹងសមត្ថភាពបេក្ខភាពនិងបង្កើតកម្មវិធីស្តង់ដារក្នុងដីស្រមៃលោក AB វណ្ណាដែលជាអ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជាបានលើកឡើងថាបេក្ខភាពបានក្លាយជាសិល្បករនីអាជីពនិងមានភាពជឿជាក់កាន់តែខ្លាំងហើយលោកក៏បានបង្ហាប់អំពីក្តីស្រមៃដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះកម្មវិធីអន្តរជាតិជាមួយនឹងការបង្ហាប់ថាមានអ្វីដែលថ្មីពិសេសសម្រាប់អ្នកតាមដានផងដែរលោកបានលើកឡើងថាបាទជំរាបសួរបងថ្ងៃនេះកម្មវិធីគេដែរថ្ងៃនេះគឺកម្មវិធី Supra Rock The Runway ជាវគ្គមួយក្នុងកម្មវិធី Supra យើងគឺការដើរ fashion បាទបេក្ខភាពទាំងអស់ត្រូវដើរការផ្សាយមើលសម្លៀកបំពាក់បាទដែលមានពី designer ពីវៀតណាមពីខ្មែរក្រមហើយនិងពីប្រទេសយើងផងដែរបាទចឹងនិយាយថា3នាក់ទេ4ណាបង4នាក់បាទអូខេមិនបានជាត្រូវយក designer ពីកម្ពុជាក្រោមផងពីវៀតណាមផងហើយនិងខ្មែរយើងផងចូលរួមគ្នាដោយសារតែខាងពួកគាត់ចាប់អារម្មណ៍ជាមួយនឹងកម្មវិធីយើងអញ្ចឹងដូចខ្ញុំធ្លាប់ជំរាបពីមុនអញ្ចឹងគឺពួកគាត់ចង់សហការជាមួយនឹង Supra Cambodia យើងឆ្នាំហ្នឹងបាទមកដល់ពេលនេះតើមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ពិសេសនៅក្នុងកម្មវិធីហើយនៅ Mr Supra Cambodia បាទសម្រាប់ដល់វគ្គហ្នឹងគឺយើងឃើញថាហ្វេនរបស់យើងគឺគាត់រងចាំទស្សនាវគ្គ challenge របស់យើងដែលយើងនឹងរៀបចេញបន្តបងយើងមើលឃើញថាការគ្រប់គ្រងគឺគ្រប់គ្រងខ្លាំងមែនតើបាទមោទនភាពជាមួយនឹងកម្មវិធីដែលកូនខ្មែរអាចបង្កើតបានបើចង់និយាយថាអាចចូលទៅដល់ស្តង់ដារស្មានដល់បាទនិយាយទៅគឺមិនស្មានទេបងហើយពិតជាសង្ឃឹមថាឆ្នាំហ្នឹងយើងជោគជ័យខ្លាំងហើយឆ្នាំក្រោយយើងគាត់ថានឹងជោគជ័យជាងនឹងទៀតបងបាទហើយថ្ងៃនេះសម្រាប់ម៉ូដសម្លៀកបំពាក់មានប្រហែលឈុតប្រហែលនេះយើងបែងចែកជាបែបមិនដែរយើងបែងចែកទៅតាម design មានច្រើនណាបងច្រើនយើងដើរទាំងអស់មាន2សូ3សូអញ្ចឹងណាបងបាទតែវគ្គនេះអាចជាការដាក់បន្ទុកសម្រាប់ពួកគាត់បន្ថែមដែរអត់បាទវគ្គហ្នឹងគឺជាការដាក់បន្ទុកបងបាទមិនដែរយើងដាក់ទៅលើការដើរការនិយាយទៅមើលទៅលើការដើររបស់គាត់ពីសម្រាប់ fashion បាទតែគាត់អាចដើរវគ្គ fashion បានហើយដើរបែបប្រកញ្ញាបានអញ្ចឹងណាបងបាទដោយសារតែកម្មវិធីនេះបានផ្ដល់ឱកាសច្រើនមែនទែនឱកាសការងារចំណេះជំនាញរហូតដល់អ្នកខ្លះក៏គាត់ថាគាត់ខ្លាចទៅជាតារាអាជីពហើយទៅពេលនេះបាទសប្បាយចិត្តតែអត់ជាមួយនឹងសមិទ្ធផលនេះសប្បាយចិត្តខ្លាំងបងហើយសប្បាយចិត្តតែឃើញបេក្ខភាពយើងគាត់អាចអភិវឌ្ឍខ្លួនពេលដែលគាត់ចាប់ទៅទោះជាគាត់បានជាប់ឬមិនជាប់តែគាត់បានចំណេះជំនាញទៅវិញណាបងបាទអាចថាជាឱកាសក៏ជាវេទិកាមួយដែលផលិតករឬក៏អ្នកដែលគាត់មានបំណងចង់អញ្ជើញពួកគាត់ទៅថតទៅផ្សព្វផ្សាយឬក៏ទៅចូលរួមសកម្មភាពនានាថាតើនិយាយអីទៅកាន់ផលិតករក៏ដូចជាអ្នកដែលចង់បានពួកគាត់ទៅកាន់ផ្សព្វផ្សាយ
សម្រាប់ចំណុចហ្នឹងនិយាយទៅបងឥឡូវហ្នឹងគឺមានខាងផលិតករខាងអីផ្សេងៗគឺគាត់តាក់ទងមកបដាឲ្យបងបាទសម្បីតែបែកវិបយើងខ្លះដែលគាត់កំពុងតែប្រកួតហ្នឹងក៏គាត់មានទទួលការងារក្រៅបដាឲ្យបងបាទ ចឹងបានន័យថាបែកភាពបើទោះបីជាពេលគាត់តែគាត់បញ្ចប់កម្មវិធីនេះទៅគាត់អត់ទទួលបានលទ្ធផលប៉ុន្តែគាត់មានចំណេះជំនាញគាត់អាចនឹងមានឱកាសកាន់តែច្រើនជាមួយនឹងវិស័យសិល្បៈមែនបាទបងបាទហើយគេឈ្មោះគាត់ក៏វារីកជាងមុនណាបងមិនន័យថាពីមុនគាត់គេអត់ស្គាល់គាត់ទេប៉ុន្តែគេឥឡូវគឺគេស្គាល់គាត់បាទអាចថាជាបទនាភាពមួយដែលខ្មែរយើងអាចចេញកម្មវិធីនេះបានណាអាចរៀបចំកម្មវិធីនេះបានគឺថានឹងមានអ្វីថ្មីផ្លែកៗបន្តទៀតជាមួយកម្មវិធីយើងបាទនិយាយទៅសម្រាប់កម្មវិធីបន្ទាប់ពីសប្រាគឺយើងនឹងមានកម្មវិធីថ្មីបន្តទៀតបងបាទហើយធានាថានឹងមានអ្វីពិសេសហើយនឹងធ្វើឲ្យប្រទេសជាតិយើងមានមោទនភាពបាទអាចថាប្រហើមនេះអាចនឹងមានអត្ថន័យថានឹងរៀបចំកម្មវិធីប្រកួតនៅអន្តរជាតិនៅស្រុកខ្មែរមែនទេចំណុចហ្នឹងបើសិនជាមានឱកាសហើយមានលទ្ធភាពគឺខ្ញុំបាននឹងធ្វើបាទនិយាយតែឥឡូវយើងកំពុងតែសិក្សាដែរបងហើយយើងក៏កំពុងតែប្រូដៃគូដែលគាត់ចង់សហការជាមួយយើងដើម្បីយើងអាចធ្វើកម្មវិធីមួយinternational បានបាទដោយថាកម្មវិធីនេះអាចចាត់ទុកបានថាជាកម្មវិធីប្រកួតអន្តរជាតិដែលមានភាពលេចធ្លោមួយនៅក្នុងចំណោមកម្មវិធីជាច្រើនដែរគឺថាបើសិនជាមានឱកាសនៅក្នុងការរៀបចំនៅខ្មែរតើយើងនឹងចំណេញជាងគេខ្លះបើសិនជាមានឱកាសរៀបចំនៅប្រទេសយើងគឺយើងនឹងមានឱកាសចំណេញបានការផ្សព្វផ្សាយឲ្យបរទេសគាត់ស្គាល់ពីប្រទេសយើងបាទហើយមួយទៀតគឺយើងអាចបង្ហាញទៅប្រទេសជិតខាងយើងថាប្រទេសកម្ពុជាយើងក៏អាចធ្វើជាម្ចាស់ផ្ទះកម្មវិធី international មួយដែលមានស្តង់ដារបានមានអ្វីនិយាយទៅកាន់ទស្សនិកជនសម្រាប់ជាចុងក្រោយគឺសូមបណ្ដាអ្នកគ្រប់គ្រងគឺនៅតែបន្តគ្រប់គ្រងកម្មវិធីរបស់ Supra Cambodia ហើយជាមួយនឹងក្រុមហ៊ុន AB Studio ដែលយើងនឹងពំនាំយកនៅកម្មវិធីបបរកញ្ញាកម្មវិធីបរោះឯកមកធ្វើជាបន្តទៀតបងមិនមែនតែ Supra មួយទេប៉ុន្តែយើងនៅមានកម្មវិធីបន្តទៀតតែឥឡូវគឺយើងសុំលាក់សិនអូខេសុំបន្តិចទៀតបន្ថែមទៀតតែកម្មវិធីនេះកម្មវិធីបង្ហាញមកតើពួកគាត់មុនពេលឡើងខាងនេះមានការវឹកហាត់ជាមួយនឹងជំនាញបែបម៉េចដែរមុននឹងឡើងកម្មវិធី Fashion Show នេះគឺពួកគាត់បានវឹកហាត់បងយើងវឹកហាត់ពួកគាត់តាំងពីថ្ងៃចូលកងបែបបងដោយសារកម្មវិធីយើងគឺយើងដឹងស្រាប់ហើយគឺវាមិនត្រឹមតែជាកម្មវិធីបបរកញ្ញាតែជាកម្មវិធីមានទាំងលាយ Fashion Show អញ្ចឹងយើងក៏ត្រូវបដិគាត់ពីផ្នែកហ្នឹងផងដែរបាទអញ្ចឹងតែឥឡូវពេលនេះគាត់មានសមត្ថភាពគាត់មានរូបសម្បត្តិគាត់មានចំណេះជំនាញហើយគាត់អាចនឹងចូលរួមវិស័យសិល្បៈបានយ៉ាងល្អដែរបាទគឺសម្រាប់បេក្ខភាពដែលគាត់ចូលសម្រាប់ពេលតែគាត់ត្រឡប់ទៅវិញគឺគាត់ចេះច្រើនបើថាការសម្ដែងពិធីករការថតរូបការថតវីដេអូ TVC ការធ្វើ content ហើយការដើរ fashion show គឺគាត់ចេះទាំងអស់បាទតែឥឡូវចង់ឲ្យបញ្ជាក់ទៅកាន់បេក្ខភាពចុងក្រោយតើគាត់គួរតែរៀបចំខ្លួនបែបម៉េចដើម្បីទទួលបានបន្ទុកកាន់តែច្រើនទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីគណៈកម្មការបាទដូចខ្ញុំបាននិយាយដែរអញ្ចឹងសម្រាប់បេក្ខភាពបើសិនជាគាត់ចូលអ្វីដែលគាត់ចង់បានបន្ទុកគឺគាត់ត្រូវចាស់វិវត្តខ្លួនឯងចេះប្រឹងហើយសិក្សាចង់ឆ្លាញ់កម្មវិធីដែលយើងកំពុងតែប្រកួតបាទបានន័យថាបើសិនជាគាត់មិនប្រឹងទេគឺគ្មានអ្នកណាជួយគាត់បានទេអញ្ចឹងម្លងពេលប្រកួតគឺគាត់ក៏ត្រូវចេះជួយខ្លួនឯងដែរបាទយើងគឺបានត្រឹមតែការបង្ហាត់បរិញ្ញាគាត់ប៉ុន្តែសម្រាប់ផ្សេងគាត់ត្រូវចេះជួយខ្លួនឯងបាទអរគុណច្រើនអរគុណបងហើយចង់ប្រាប់បងប្អូនថាស្គីនេះមិនមែនជាប្រភេទថ្នាំសម្រក់ទេវាជាប្រភេទគ្រាប់ធញ្ញជាតិបងប្អូនមើលគ្រាប់គេហើយណាគ្រាន់តែឃើញគ្រាប់ក៏ដឹងថាជាប្រភេទគ្រាប់ធញ្ញជាតិដែរអត់មានប៉ះពាល់សុខភាពទេបើសិនជាប៉ះពាល់សុខភាពគេមិនហ៊ានចេញឲ្យគ្នាអាយុ12ឆ្នាំប្រើបានទេតែស្គីនេះហ៊ានចេញឲ្យគ្នាអាយុ12ឆ្នាំប្រើបានផលិតផលអាមេរិកបងប្អូនមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល